ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខដាក់ចេញរបៀបវិរៈសំខាន់ចំនួន5ដើម្បីឲ្យមន្ត្រីបន្តរួមគ្នាអនុវត្តឲ្យមានប្រសិទ្ធភាពលោកជេងមូនីរ៉ាអភិបាលនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបានដាក់ចេញនៅរបៀបវិរៈដែលបានគ្រោងទុកសំខាន់ចំនួន5ដើម្បីរួមគ្នាបន្តអនុវត្តឲ្យមានប្រសិទ្ធភាពក្រោយពីទទួលបានផែនការនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំជំរុញយ៉ាងយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញលោកគួងស្រេងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញសម្រាប់របៀបវិរៈដែលបានដាក់ចេញនេះបានធ្វើឡើងដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌអធិការដ្ឋាននគរបាលខណ្ឌបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌយុទ្ធភូមិភាគពិសេសខណ្ឌគណៈនាយករដ្ឋបាលខណ្ឌប្រធានតាមបណ្ដាការិយាល័យជំនាញខណ្ឌចៅសង្កាត់និងនាយប៉ុស្តិ៍ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខរាជធានីភ្នំពេញនៅរសៀលថ្ងៃទី12ខែកុម្ភៈឆ្នាំ2026របៀបវិរៈសំខាន់ចំនួន5ដែលបានគ្រោងទុកនិងដាក់ចេញនៅក្នុងកិច្ចប្រជុំដើម្បីរួមគ្នាបន្តអនុវត្តឲ្យមានប្រសិទ្ធភាពដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខនិងជាអភិបាលខណ្ឌលោកជេងមូនីរ៉ារួមមាន1ការងារទប់ស្កាត់និងបង្ក្រាបល្បែងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam 2ផ្សព្វផ្សាយណែនាំពីការរក្សាប្រពៃណីទំនៀមទម្លាប់ដល់សិស្សានុសិស្សថ្ងៃទិវានៃក្តីស្រឡាញ់និងទប់ស្កាត់ការជក់បារីអេឡិចត្រូនិក3ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរៀបចំរក្សាសន្តិសុខសុវត្ថិភាពសម្រាប់ធ្នាប់សាធារណៈក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម4របាយការណ៍ស្តីពីការរៀបចំសម្រាប់ធ្នាប់សាធារណៈនិងការស្ដារប្រឡាយ5មតិបូកសរុបរបស់លោកប្រធានអង្គប្រជុំនឹងដាក់ទិសដៅបន្ត